ឃើញការបរៀននៅប្រទេសកម្ពុជាហើយចង់ឲ្យកូនរៀននៅសហរដ្ឋអាមេរិកខាងលោកកូនរៀននៅសហរដ្ឋអាមេរិកទៅគ្រាន់បើជាងនៅខ្មែរបញ្ឈប់ការគិតនឹងភ្លាមខ្ញុំចង់និយាយថាបើសិនជាអ្នកគ្នាមកឃើញរបៀបការរៀននៅសហរដ្ឋអាមេរិកហើយអ្នកគ្នាតឹងត្រង់មក high school ហើយអ្នកគ្នារៀននៅសាលារដ្ឋគុណភាពអត់សូវល្អទេគុណភាពហ្នឹងគឺខ្ញុំទទួលយកអត់បានទេក្នុងនាមខ្ញុំគឺជាសិស្សដែលខ្ញុំរៀននៅខ្មែរពីមុនមកគុណភាពនៅអាមេរិកហ្នឹងគឺគេរៀនតិចខ្លាំងមែនតើមកអ្នកគ្នានៅ high school អញ្ចឹងគេរៀនតែរយៈពេលហ្មងពីម៉ោង9ព្រឹកដល់ម៉ោង3ថ្ងៃហើយចន្លោះពេលហ្នឹងម៉ោងពី10ដល់ម៉ោង2គឺ break ទៀតហើយតាមសាលាខ្លះ break មកមិន10អញ្ចឹងទៅប៉ុន្តែម៉ោងដែលគេរៀនហ្នឹងគឺតិចខ្លាំងមែនតើហើយដល់ពេលអស់ពីសាលាទៅក្មេងៗអត់មានអីធ្វើទេគឺចុចលេងទូរស័ព្ទអញ្ចឹងក្មេងៗនៅសហរដ្ឋអាមេរិកនេះគឺអត់សូវគេហៅថាអត់សូវស៊ូណាអត់សូវស៊ូហើយរៀនក៏អត់សូវចេះដែរដោយសារអី high school នៅសហរដ្ឋអាមេរិកនេះក៏អត់មានប្រឡងទី12ទេនិយាយទៅមានប្រឡងប៉ុន្តែប្រឡងឲ្យតែប្រឡងឲ្យតែនាមអញ្ចឹងអត់មានអីទៅលក្ខណៈថា special ដូចយើងថាអូនៅទី12នៅពេលដែលយើងបានបន្ទុកខ្ពស់ទៅបាន grade A ទៅយើងរៀនបានសាលាល្អៗអញ្ចឹងទៅនៅអាមេរិកនេះអ្នកគ្នាប្រឡងទី12ហ្នឹងប្រឡងចប់ធម្មតាណាចង់ចូលរៀន university ក៏ចង់ទៅចង់ចូលធ្វើការក៏ចង់ទៅរបៀបហើយវាអត់សូវតឹងអញ្ចឹងបើសិនជាខ្ញុំ recommend ឲ្យអ្នកគ្នារៀននៅខ្មែរ high school ល្អជាងហើយបើថាមករៀននៅអាមេរិកបើសិនជាអ្នកគ្នារៀននៅ private school វាល្អហើយបើសិនជាយើងរៀន private ណាប៉ុន្តែ private នៅនេះវាថ្លៃខ្លាំងមែនតើហ្មងដឹងស្រាប់ហើយនៅអាមេរិកអញ្ចឹងណាប៉ុន្តែបើរៀន bachelor រៀន master degree ល្អវិញហើយតាមសាលាទៀត not all សាលាល្អសូម្បីតែសាលាដែលខ្ញុំព្រៀនហ្នឹងក៏ខ្ញុំមើលដែរថាសាលាហ្នឹងគឺមាន like really good education quality មែនព្រោះសាលាខ្លះរៀនព្រៀន bachelor ព្រៀន master មែនមានតែឈ្មោះថាព្រៀនទេយល់អត់មានតែ certificate ប៉ុន្តែពេលចេញទៅហ្នឹងអត់ចេះអីទេហើយពេលអត់ចេះអីរកការងារមិនបានធ្វើអត់អញ្ចឹង really រើសមែនតើហ្មងប៉ុន្តែបើ high school នៅអាមេរិកនេះខ្ញុំខ្នាត